សួស្តីបងប្អូនគ្នារបៀបស្នើសុំ profile ជាប់លឿងបងប្អូនបាទជាដំបូងបងប្អូនចូល Facebook ទៅបាទចុចហើយបងប្អូនចូលកន្លែងនេះមកបាទ see dashboard នេះបាទនេះបាទចុចទៅបាទចុចហើយយើងឃើញ profile យើងជាប់លឿងនេះដូចបងខ្ញុំនេះបាទជាប់លឿងបាទគឺដោយសារខ្ញុំយករូបភាពគេមកស្លឹកមកបាទជាប់លឿងនេះបាទហើយបងប្អូនចុចកន្លែងនេះមកទឹកមកបាទដើម្បីទៅមើលការរកលុយយើងថាពណ៌លឿងឬពណ៌ក្រហមអីបាទចុចនេះមកបាទហើយបងប្អូនចុចលេខ profile នេះបាទ personal starter នេះបាទចុចទៅបាទបើថាការរកលុយយើងនេះពណ៌លឿងពណ៌ក្រហមអំបិលហើយបងប្អូនបាទហើយបងប្អូនថយទៅបាទដោយបើខ្ញុំជិប copyright ដោយសារយករូបភាពគេមកស្លឹកបងប្អូនបាទកាលមុនបើទៅអាប់ដេតគេចុចលេខនេះមកឃើញជិបអ្វីទាំងអស់នេះដោយសារអាប់ដេតថ្មីគឺអាប់ដេតរហូតបងប្អូនបាទហើយខ្ញុំចូលកន្លែងត្រេក3ភាសាទៀតដើម្បីយករូបភាពបងប្អូនបាទចុចហើយចូលលេខនេះភាសាទៀតបាទចុចទៅបាទ have and support នេះហើយចូលកន្លែង support ភាសាទៀតបាទដើម្បីយករូបភាពនោះបាទចុចនេះមកនឹងឃើញបាទខ្ញុំត្រូវយករូបភាពកន្លែងនេះមួយបាទហើយចុចកន្លែងនេះយកចុចកន្លែងនេះយករូបភាពមួយទៀតបាទចុចកន្លែងនេះមួយទៀតហើយខ្ញុំថតទៅវិញដើម្បីទៅស្នើសុំបាទហើយខ្ញុំចូលកន្លែងបងប្អូននេះបាទសញ្ញាឧទាននេះបាទ report បាទដើម្បីស្នើសុំបាទចុចទៅបាទចុចហើយបងប្អូនយកខាងក្រោមគេនេះបាទចុចទៅបាទចុចសពពណ៌ខៀវនេះបាទបងប្អូនជឿរើសបើថា page យក page បងប្អូនបាទបើថា profile យក profile បាទដូចខ្ញុំ profile នេះបាទចូលរួមសិនបាទនេះបាទចុចទៅបាទហើយបងប្អូនយើងរើសយកអាក្រមគេនេះបាទយករូបភាពយើង screenshot មិញនេះបាទចុចទៅបាទនេះរូបភាពមិញនេះបាទហើយបងប្អូនកន្លែងនេះយើងសេជាអក្សរអង់គ្លេសទាំងអស់បងប្អូនបាទឥឡូវនេះមកខ្ញុំយកអក្សរអង់គ្លេសសិនបាទឥឡូវនេះខ្ញុំសេអក្សរអង់គ្លេសសិនបាទបងប្អូនសេដល់កន្លែងនេះបាទចុចទៅបាទខ្ញុំសេរួចហើយខ្ញុំ copy យកតែម្ដងបាទហើយបងប្អូនចុចកន្លែងនេះ center បាទបងប្អូនអាចយកអក្សរខ្ញុំដាក់ក្នុង comment បានយកទៅប្រើបានបាទអរគុណបាទនេះខាងក្រោមគេនេះបាទហើយក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងបាទសូមបងប្អូនចូលធ្វើបាទទាំងអស់គ្នាបាទហើយមានស្រាភ្លាមបានភ្លាមទៀតបងប្អូនបាទគេទៅរងចាំព័ត៌មានល្អបាទបងប្អូនបាទសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ